អ្នកដឹងថាវាសំខាន់ប៉ុណ្ណាក្នុងភាពសកម្មដូចដែលអ្នកបានឃើញពេញមួយកម្មវិធីយើងអាចផ្លាស់ប្ដូរអារម្មណ៍របស់យើងដោយផ្លាស់ប្ដូរអ្វីដែលយើងធ្វើប៉ុន្តែត្រូវចាំថាវាមិនមែនគ្រាន់តែជាការបង្កើនចំនួននៃសកម្មភាពសម្រាប់ជាប្រយោជន៍របស់វាប៉ុណ្ណោះទេដូចជាការដឹកធ្មប់ពីកន្លែងមួយទៅកន្លែងមួយប៉ុន្តែការស្វែងរកសកម្មភាពដែលមានន័យសម្រាប់អ្នកហើយព្យាយាមចូលរួមជាមួយសកម្មភាពទាំងនោះចំណុចនេះគឺចាំបាច់សម្រាប់ភាពជោគជ័យនៃម៉ូឌូលនេះនិងកម្មវិធីដែលនៅសល់ដូច្នេះហើយយើងសូមណែនាំឲ្យអ្នករកមើលសកម្មភាពដែលតាក់ទងនឹងតម្លៃរបស់អ្នកគោលដៅរបស់អ្នកភាពខ្លាំងដែលអ្នកចង់ពង្រឹងនិងផ្នែកនៃជីវិតរបស់អ្នកដែលជាមូលដ្ឋានគ្រឹះសម្រាប់អ្នកនៅពេលដែលយើងប្រឈមមុខនឹងស្ថានភាពកាន់តែច្រើនហើយយកឈ្នះលើស្ថានភាពទាំងនោះយើងក្លាយជាមនុស្សមានសមត្ថភាពកាន់តែច្រើនទោះយ៉ាងណាក៏ដោយក៏ដូចជាការដឹងពីរបៀបដើម្បីទប់ទល់នឹងអ្វីដែលអាចនឹងមករារាំងផ្លូវរបស់យើងវាជាការសំខាន់ដើម្បីដឹងថាយើងត្រូវទៅណានេះគឺជាមូលហេតុសំខាន់ណាស់ក្នុងការរៀនសូត្រពីរបៀបកំណត់គោលដៅជីវិតរបស់យើងគោលបំណងដែលអាចណែនាំយើងដូច្នេះហេតុអ្វីបានជាវាសំខាន់ខ្លាំងម្ល៉េះដែលសកម្មភាពដែលអ្នកព្យាយាមធ្វើមានទំនាក់ទំនងនឹងតម្លៃនិងគោលបំណងជីវិតរបស់អ្នកវាសាមញ្ញណាស់វាចាំបាច់ណាស់ដែលសកម្មភាពទាំងនេះតាក់ទងនឹងអ្វីដែលអ្នកចង់បានតាក់ទងនឹងកំណែប្រាយដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់ខ្លួនអ្នកគោលដៅជួយយើងឲ្យផ្ដល់អត្ថន័យនិងសារៈសំខាន់ដល់ជីវិតរបស់យើងគោលដៅផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តថាមពលការពេញចិត្តនិងលើសពីអ្វីទាំងអស់ឱកាសដើម្បីរៀនសូត្រនិងឆ្ពោះទៅមុខនេះជាមូលហេតុសំខាន់ដែលអ្នកចូលរួមក្នុងការសរសេររឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នកបញ្ចូលសកម្មភាពដែលមានន័យសម្រាប់អ្នកនៅក្នុងការសរសេរនេះកាន់តែច្រើនវានឹងកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការចាប់ផ្ដើមអនុវត្តពួកវាលើសពីនេះទៅទៀតគឺដើម្បីរក្សាវាសម្រាប់ជីវិតសកម្មភាពទាំងនេះតាក់ទងនឹងគោលដៅផ្ទាល់ខ្លួនរបស់អ្នកនិងមិនត្រឹមតែធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើងប៉ុណ្ណោះទេប៉ុន្តែវានឹងជួយអ្នកក្នុងការបង្កើនតម្លៃរបស់អ្នកលូតលាស់ផ្លូវចិត្តនិងកសាងជីវិតដែលអ្នកចង់រស់នៅព្យាយាមជ្រើសរើសសកម្មភាពដែលសាមញ្ញនិងអាចសម្រេចបានដែលមានគោលដៅជាក់ស្ដែងនិងពិតប្រាកដហើយលើសពីនេះទៅទៀតអ្នកពេញចិត្តនិងអ្នកស្វែងរកការបំពេញនោះគឺសកម្មភាពដែលអ្នកជ្រើសរើសហើយមានន័យសម្រាប់អ្នកអាចមានមហិច្ឆតាខ្ពស់ក្នុងគោលដៅរបស់អ្នកប៉ុន្តែដើម្បីសម្រេចបានអ្នកនឹងត្រូវបង្កើតជំហានកម្រិតមធ្យមដែលអនុញ្ញាតឲ្យអ្នកឈានទៅមុខមួយជំហានម្ដងតាមរបៀបនេះអ្នកនឹងបង្កើនលទ្ធភាពជោគជ័យក្នុងការរៀបចំសកម្មភាពថ្មីរបស់អ្នកចងចាំគំរូដែលយើងបានឃើញរួចហើយនៅក្នុងម៉ូឌូលមួយឥឡូវនេះយើងកំពុងឈានដល់ចំណុចមួយដែលពាក់ព័ន្ធនឹងការរៀនយុទ្ធសាស្ត្រផ្សេងទៀតដែលពិតជាមានសារៈសំខាន់ដើម្បីក្លាយជាអ្នកនិពន្ធអត្ថបទនៃជីវិតផ្ទាល់ខ្លួនរបស់អ្នកដូចដែលអ្នកអាចទាយបានហើយនិយាយឲ្យខ្លីវានិយាយអំពីការរៀនសូត្រដើម្បីរស់នៅ